បាទសូមជម្រាបសួរបងប្អូនសាជាថ្មីបាទនេះគឺខ្ញុំចិញ្ចឹមក្រួចបាទនៅក្នុងភូមិពូតាងខុំជ្រៃបាទខេត្តមណ្ឌលគិរីយើងហ្នឹងបាទចិញ្ចឹមក្រួចយកពងតោះឥឡូវយើងចាប់ផ្ដើមមើលពងវាទាំងអស់គ្នាតោះចាប់ផ្ដើមរើសពងតោះអញ្ចឹងបងប្អូនមើលនេះពងរបស់វាទើបពងថ្មីយើងឥឡូវហ្នឹងនៅថ្ងៃទី5ថ្ងៃអាទិត្យខែ4បាន3គ្រាប់អានេះព្រឹកពេលព្រឹកចាំមើលតិចទៀតហើយវាពងច្រើនទៀតមើលទៅបាទបងប្អូននេះក្រួចចាប់ផ្ដើមពងច្រើនហើយបងប្អូននៅថ្ងៃទី5ខែ4ដដែលបាទតោះអញ្ចឹងខ្ញុំចាប់ផ្ដើមយកពងក្រួចទាំងអស់ហ្នឹងយកទៅបញ្ញាស់តោះអញ្ចឹងបងប្អូនចាប់ផ្ដើមមើលទូបញ្ញាស់ទាំងអស់គ្នាបាទបងប្អូននេះជាទូបញ្ញាស់របស់ខ្ញុំបងប្អូនតោះអញ្ចឹងយើងយកពងក្រួចដែលរើសបានមិញចាប់ផ្ដើមដាក់ចូលក្នុងទូបញ្ញាស់តោះអញ្ចឹងយើងចាប់ផ្ដើមបើកទាំងអស់គ្នាហើយយើងបើករួចរាល់ហើយតោះយើងទៅមើលទាំងអស់គ្នាបាទនេះពងមាន់ពងទាហើយនឹងក្រួចបាទខ្ញុំដាក់ចូលគ្នាបាទនេះជាអំពូលកម្ដៅបងប្អូនកម្ដៅក្នុងនោះវាក្ដៅគាត់ទៅប៉ះអញ្ចឹងក៏ក្ដៅដែរនេះបាទហើយបន្តមកទៀតខាងក្រោមនេះគឺខ្ញុំដាក់ទឹកបាទនេះដាក់ទឹកពេលដង្ហាលនេះវាវិលហើយវានឹងភាយអាត្រជាក់នឹងជុំវិញហ្នឹងទៅបាទហើយវាមានក្ដៅផងត្រជាក់ផងវាធ្វើឲ្យពងមាន់ពងទាហ្នឹងឆាប់ញាស់បាទហើយអានេះជាភាគរយនៃទឹកបាទអានេះជាទំហំនៃកម្ដៅបាទ 3.7 អង្សាសេបាទនេះវាចាប់ផ្ដើមវិលបងប្អូននេះបាទអញ្ចឹងវាមានចំហាយទឹកត្រជាក់ផងពេលដែលវាអស់ទឹកហើយនេះដាក់ក្នុងចានមកពេលវាអស់ទឹកហើយយើងចាប់ផ្ដើមនេះមកយើងចាប់ផ្ដើមដាក់ទឹកមកអានេះវាមិនមែនសាច់មកទឹកណាវាគ្រាន់តែចំហាយទឹកឯងបងប្អូនតោះអញ្ចឹងយើងចាប់ផ្ដើមដាក់ពងក្រួយចូលបាទនេះជាពងក្រួយដែលខ្ញុំរើសបានពីមេរបស់វាតោះអញ្ចឹងយើងចាប់ផ្ដើមដាក់ក្នុងទូបញ្ញាស់ទាំងអស់គ្នាបាទនេះបងប្អូនខ្ញុំចាប់ផ្ដើមដាក់វាចូលបាទដាក់ចូលមកបាទអញ្ចឹងដាក់វាចូលក្នុងទូបញ្ញាស់បងប្អូនឥឡូវនេះខ្ញុំដាក់ពងក្រួចរួចរាល់ហើយបាទហើយពងទានេះខ្ញុំដាក់យូរដែរឥឡូវវាញាស់ពីណាបងប្អូនញាស់ពីណានឹងដាក់យូរឲ្យដាក់មុនគេតោះអញ្ចឹងយើងក្របទាំងអស់គ្នាតោះអញ្ចឹងយើងក្របរួចរាល់ហើយរយៈពេល16ថ្ងៃទៅ18ថ្ងៃពងក្រួចវានឹងញាស់ហើយចំណែកពងទាពងមាន់ហ្នឹងយើងនឹងញាស់ក្នុងពេលឆាប់ហ្នឹងដោយសារវាដាក់យូរដែរហើយបាទអញ្ចឹងសម្រាប់ពងទាមាន់វាមិនយូរទេ 4-5 ថ្ងៃវាញាស់ដោយខ្លួនឯងដោយសារតែវាដាក់យូរដែរហើយចំណែកពងក្រួចវាទៅដាក់ទេដាក់នៅក្នុងថ្ងៃទី5ខែ4យើងនេះបាទអញ្ចឹងយ៉ាងយូរ16ទៅ18ថ្ងៃវាចាប់ផ្ដើមញាស់ដែរបងប្អូនបាទយើងរួចរាល់ហើយបងប្អូនប៉ុន្តែអា3នេះខ្ញុំយកទៅស្ងោរបាទ3គ្រាប់ដោយសារវាបែកហើយបងប្អូនមើលបែកហើយយើងមិនអាចយកទៅបញ្ញាស់ឲ្យបានទេយើងយកទៅស្ងោរបាទអានេះយកទៅស្ងោរ